ជំហានដំបូងរហូតដល់ជំហានមានបទពិសោធន៍ឆានតែតូនជាមួយនឹងការអាននឹងពុំមាននឹងបាននៅណាបាទដល់ខែ4ឬក៏ដើមខែ4អញ្ចឹងអ្នកនរគ្នាចាប់វគ្គទី1 Hello សួស្តីអ្នកនរគ្នាសង្គមមកកាន់វីដេអូថ្មីយេនឹងអ្នកនរគ្នាសុំទោសផងមួយថ្ងៃនេះចេញវីដេអូរៀងយប់ច្រើនតិចដោយសារតែទៅតាមកពីសាលាហ្នឹងហើយអូខេអញ្ចឹងពីសំខ្ញុំបានប្រាប់អ្នកនរគ្នាហើយតើតូនជាមួយនឹងតើរឿងដែលខុសគ្នាទៅដល់ជាមួយនឹងការដាក់តាមសាលាក៏ដូចជាការដាក់តាមស្ថានទូតអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងមកប្រាប់អ្នកគ្នាពីរឿងដែលលម្អិតទាក់ទងជាមួយនឹងតើយើងត្រូវរៀបចំក៏ដូចជាដំណាក់កាលនៃការដាក់តាមសាលាហ្នឹងគឺមានដំណាក់កាលគេខ្លះអញ្ចឹងយើងនឹងមកនិយាយគ្នា detail នៅក្នុងថ្ងៃហ្នឹងអូខេតោះអញ្ចឹងកុំឲ្យកាប់ពេលយូរយើងចូលវីដេអូយើងទាំងអស់គ្នាអូខេអញ្ចឹងហ្នឹងហើយអ្នកនរគ្នាអញ្ចឹងដូចអ្នកនរគ្នាដឹងអញ្ចឹងការដាក់តាមសាលាមានន័យថានិយាយខ្លីគឺយើងត្រូវផ្ញើឯកសារហ្នឹងពីខ្មែរមកដល់កូរ៉េខ្លួនឯងអញ្ចឹងអូខេអញ្ចឹងខ្ញុំប្រាប់តាំងពីជំហានដំបូងរហូតដល់ជំហានបញ្ចប់អូខេអញ្ចឹងជំហានដំបូងពេលដែលគេបើកឲ្យអ្នកនរគ្នាអាចដាក់អាហារូបករណ៍បានមានថាគេបើក application ហ្នឹងគឺធម្មតាសម្រាប់ថ្នាក់អនុបណ្ឌិតគឺបើកនៅម្ដងទៀតខ្ញុំសូមបញ្ជាក់ដោយសារតែខ្ញុំមានបទពិសោធន៍ច្រើនតាក់ទងជាមួយនឹងការដាក់អនុបណ្ឌិតខ្ញុំដាក់ខ្លួនឯងផ្ទាល់អញ្ចឹងខ្ញុំដឹងថារឿងនឹងវាមិនច្រើនអញ្ចឹងទៅខ្ញុំចង់លើកឧទាហរណ៍តាក់ទងជាមួយនឹងការដាក់អនុបណ្ឌិតឲ្យអ្នកនរគ្នាហ្មងអញ្ចឹងណាអូខេស្វិតវងចោលវិញអូខេអញ្ចឹងចូលមកសាច់រឿងយើងវិញអញ្ចឹងជាធម្មតានៅពេលដែលអ្នកគ្នាចង់ដាក់រៀនថ្នាក់អនុបណ្ឌិតជាធម្មតា application គេនឹងបើកនៅដើមខែ2ហ្នឹងហើយអញ្ចឹងខែ2ថ្ងៃទី3ថ្ងៃទី4គេចាប់ផ្ដើមផុសមកហើយអញ្ចឹងហើយតែសំណួរថាតែអ្នកគ្នាអាចចូលព័ត៌មាននឹងបាននៅណាបាទទី1ខ្ញុំគិតថា embassy កូរ៉េរបស់ខ្មែរហ្នឹងគាត់នឹងផុសដូចគ្នានៅក្នុង page របស់គាត់ហើយនឹងមួយទៀតអ្នកគ្នាអាចចូលនៅក្នុង website របស់Study in Korea ទៅកន្លែង GKS ទៅអ្នកគ្នានឹងអាចចូលបានហើយនឹងមួយទៀតតពេលនេះទៅ page ខ្ញុំក៏ដូចជា page របស់និស្សិតខ្មែរនៅកូរ៉េក៏គាត់មានផុសរឿងនឹងដែរអញ្ចឹងអ្នកគ្នាអាចតាមដានពីក្នុង page ទាំងអស់ហ្នឹងបានហ្នឹងហើយអូខេអញ្ចឹងបន្ទាប់មកទៀតអ្នកគ្នាទទួលបានព័ត៌មានហ្នឹងហើយអ្នកគ្នាត្រូវតែទៅ download application guideline ហើយនិង application form អញ្ចឹងនៅពេលដែលអ្នកគ្នាបានទទួលព័ត៌មានហ្នឹងហើយអស់អ្នកគ្នាត្រូវរៀបឯកសារចាប់ពី1ទៅដល់10ជាងដែលគេដាក់ណាមកហ្នឹងទៅបើអ្នកគ្នាrequire អ្នកគ្នារៀបចំអញ្ចឹងណាហ្នឹងអូខេអញ្ចឹងបន្ទាប់ពីអ្នកគ្នារៀបចំហើយអស់ជាធម្មតាសម្រាប់សាលាមួយៗគឺគេបញ្ចប់ជប់ទទួលពាក្យនៅពាក់កណ្ដាលខែ4ឬក៏ដើមខែ4អញ្ចឹងអ្នកគ្នាត្រូវតែមើលខ្លួនឯងថាតើសាលាខ្លួនឯងដែល apply ទៅហ្នឹងគេ deadline ថ្ងៃណាហើយតើគេត្រូវការឯកសារបន្ថែមអត់អ្នកគ្នាអាចត្រូវ email ទៅសួរសាលាខ្លួនឯងអូខេអញ្ចឹងបន្ទាប់ពីអ្នកគ្នារៀបចំឯកសារហ្នឹងហើយអស់អ្នកគ្នាផ្ញើមកដល់កូរ៉េមុននឹងថ្ងៃគេ deadline ហ្នឹងហើយអញ្ចឹងអ្នកគ្នាចប់វគ្គទី1អញ្ចឹងនៅពេលអញ្ចឹងហើយបន្ទាប់ពីអ្នកគ្នាបានដាក់ឯកសារហ្នឹងហើយគេចាប់ផ្ដើមផលិតឯកសារហើយបើសិនបើអ្នកគ្នាជាប់កន្លែងហ្នឹងគេហៅថា document screening មានថាការពិនិត្យតាក់ទងទៅលើឯកសារដែលអ្នកគ្នាត្រូវរៀបចំហ្នឹងដែលអ្នកគ្នារៀបចំបានត្រូវឬក៏អត់អូខេអញ្ចឹងបើជាប់គេនឹង email ទៅអ្នកគ្នាអញ្ចឹងនៅពេលដែលអ្នកគ្នាទទួលបាន email ហ្នឹងគឺ email មួយដែលតាក់ទងជាមួយនឹងការ interview មានថាធ្វើការសម្ភាសន៍អញ្ចឹងបន្ទាប់ពីធ្វើការសម្ភាសន៍អញ្ចឹងជាធម្មរឿងសម្ភាសន៍ហ្នឹងយើងនិយាយគ្នាថ្ងៃក្រោយទៀតទៅអញ្ចឹងបន្ទាប់ពីអ្នកគ្នាសម្ភាសន៍ហើយគេនឹងប្រាប់អ្នកគ្នាទៀតគេនឹង email ខាងសាលាដែលអ្នកគ្នាបានជ្រើសរើសហ្នឹងគេនឹង email ប្រាប់អ្នកគ្នាថាបើសិនបើអ្នកគ្នាជាប់គេនឹងផ្ញើឈ្មោះអ្នកគ្នាទៅខាងNID ហ្នឹងហើយអញ្ចឹងNID ហ្នឹងពាក់ពេញទៅជាមួយនឹងក្រសួងអប់រំនៅប្រទេសកូរ៉េហ្នឹងហើយអញ្ចឹងបន្ទាប់មកទៀតបន្ទាប់ពីផ្ញើឈ្មោះហ្នឹងហើយអស់ខាង NID ដូចជាដើមខែ6នឹងឲ្យដូចជាដើមខែ6ឬក៏ចុងខែនឹងឲ្យដើមខែ6ជាធម្មតាឬក៏ដើមខែ5គេនឹងចាប់ផ្ដើមប្រាប់អ្នកគ្នាថាតើអ្នកគ្នាធ្លាក់នឹងជាប់ឬក៏អញ្ចឹងនៅកន្លែងហ្នឹងអ្នកគ្នាអាចឆែក visa របស់គ្នាបានកន្លែងហ្នឹងគឺអត់មានគេអត់មាន email ទៅផ្ទាល់ទេអញ្ចឹងបន្ទាប់ពីផ្ញើឈ្មោះឲ្យអ្នកគ្នាទៅដល់ NID ហើយ NID គេនឹងចាប់ផ្ដើមធ្វើការមើលឯកសាររបស់អ្នកគ្នានឹងឡើងវិញម្ដងទៀតហើយបើសិនបើអ្នកគ្នាជាប់ឬក៏ធ្លាក់គេនឹងចាប់ផ្ដើមចេញលទ្ធផលនៅក្នុង Study in Korea website អញ្ចឹងបន្ទាប់ពីបានអាហ្នឹងហើយអស់ដូចជាចុងខែ6ហ្នឹងហើយចុងខែ6គេនឹងចេញលទ្ធផលអាចុងបញ្ចប់របស់គេមកអញ្ចឹងបើសិនបើអ្នកគ្នាចប់អាចុងបញ្ចប់ខែ6ហ្នឹងអញ្ចឹងមិនថាអូខេអ្នកគ្នាអាចមកហ៊ានប្រទេសកូរ៉េបានហើយហ្នឹងគឺចាប់ផ្ដើម email ទៅអ្នកគ្នាថាតើឯកសារ1 2 3 4អ្នកគ្នាត្រូវរៀបចំដើម្បីធ្វើការ visa អញ្ចឹងទៅអញ្ចឹងខ្ញុំបានរៀបរាប់ចិត្តមួយទាំងអស់ហើយបើសិនបើអ្នកគ្នាមានចម្ងល់អីអាចសួរខ្ញុំបានហើយបើសិនបើពេញចិត្តវីដេអូមួយនេះជួយកុំភ្លេចជួយ like ហើយ like page របស់ខ្ញុំហើយកុំភ្លេចជួយ share ម្នាក់មួយផងអញ្ចឹងជួបគ្នាថ្ងៃស្អែកខ្ញុំនឹងប្រាប់អ្នកនរគ្នាពីចំណុចដែលរៀបចំឯកសារហ្នឹងធ្វើឲ្យខ្លះបន្តទៀតអូខេអញ្ចឹងថ្ងៃនេះមានតែប៉ុណ្្នឹងឯងបាយបាយ